ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអាចារ្យនេតិហេតុមកហេតុកម្មមកទៀតហើយបងអូនអើយនិយាយពីថាឌីងណែកញ្ចក់ជើងនេះបងអូនទាំងអស់គ្នាគ្រាន់តែមើលទៅក៏ដឹងថាគាត់ឈឺប៉ុណ្ណាដែរបងអូនទាំងអស់គ្នាហើយកញ្ចក់នេះគាត់ទឹមធ្វើបានដូចជា2ទៅ3ថ្ងៃទេបងអូនទាំងអស់គ្នាហើយមើលកន្លែងដាច់ដែលនាងខ្ញុំរុកនេះបងអូនអើយនិយាយពីថាកន្លែងហ្នឹងណែនឆ្កឹះអត់ទៅមុខអត់ទៅក្រោយតែម្ដងណាចាទៅមុខក៏មិនទៅទៅខាងក៏មិនទៅពួកអីអាកញ្ចក់ហ្នឹងជាងគេកាត់ឲ្យណាបងអូនទាំងអស់គ្នាគេអត់កាត់កញ្ចក់ហ្នឹងឲ្យគាត់ទេចាកញ្ចក់តិចក្រាញ់ហ្នឹងគេអត់កាត់ឲ្យគាត់ទេអញ្ចឹងគេកាត់តាកន្លែងស្បែកនោះបងប្អូនទាំងអស់គ្នាឃើញកន្លែងលានសាច់ហ្នឹងមកបងប្អូនទាំងអស់គ្នាគឺដំណើរថាដូចជាគាត់នៅលុកអាដែកឆ្កឹះហ្នឹងទៅវាខុកបុកសាច់គាត់ហ្នឹងពាក់កណ្ដាលជើងតែម្ដងបងប្អូនទាំងអស់គ្នាហើយធ្វើឲ្យគាត់ហើមគាត់ឈឺគាត់ថាឈឺចាយអើយរៀបទៅប្រឡងឈឺដើរចង់រួចទេចាដល់ថ្ងៃប្រឡងឈឺកញ្ចក់ជើងនឹងឃើញតែធ្វើឲ្យស្អាតទៅមានស្អាតទេណាលោកអើយអាណិតប្អូនដល់ហើយនេះចាទៅប្រឡងធ្វើកញ្ចក់មានអីគ្នាឈឺជើងផងគិតមេរៀនផងអូនណៃអូនហេតុអីក៏ឆ្កឹះកញ្ចក់គ្នាចាអត់យកអាតិចក្រាញ់នឹងចេញឯណាបងអូនទាំងអស់គ្នាហើយទៅលេងទៅបុកសាច់គាត់ដល់ពាក់កណ្ដាលសាច់កញ្ចក់នឹងតែម្ដងធ្វើឲ្យគាត់នេះឈឺហើមលឹងចង់ក្តៅល្ងាបងអូនទាំងអស់គ្នាតិចក្រាញ់ហ្នឹងអត់បានទេណាខ្លាំងណាស់ចាហើយនាងខ្ញុំឆ្កឹះឲ្យបានម្ដុំនឹងហើយបងអូនអើយអត់អស់ទេនាងខ្ញុំនៅឆ្កឹះឆ្កៀលរកមុខបានម្ដុំទៀតមកអញ្ចឹងចានាងខ្ញុំនេះក៏អត់ទុកឲ្យគាត់ដែរសួរគាត់ដែរថាតែពេលនាងខ្ញុំច្បាច់ទិញអញ្ចឹងតើគាត់ឈឺចាក់ឬមួយក៏ឡើងចាក់អីអញ្ចឹងណាឬមួយក៏ឈឺលបួសដល់ពេលនាងខ្ញុំសួរគាត់ទៅបងអូនទាំងអស់គ្នាគាត់ថាចានៅឈឺរៀងចាក់ចាក់អួលអួលណែនអញ្ចឹងណាចាអញ្ចឹងនាងខ្ញុំត្រូវកាត់យកមកថែមទៀតដើម្បីឆ្កឹះឲ្យអស់ឲ្យគាត់កុំឲ្យវាហើមឲ្យគាត់នឹងឆាប់ជាចាតែបើនាងខ្ញុំអត់យកឲ្យអស់ទេបងអូនអើយអាកញ្ចក់ដែលគេកាត់នឹងចាធ្វើឲ្យគាត់នឹងស្អុយកញ្ចក់ហើមកញ្ចក់នឹងហើមស្រក់អត់បាត់ទេបងអូនទាំងអស់គ្នាអើយនេះហើយធ្វើមិនបាត់បងអូនអើយគ្រាន់តែមើលនឹងខ្ញុំឆ្កឹះមកឡើងមកតឹងដៃហើយឡើងមកដុំប៉ុណ្ណាណៃទៀតចឹងណាហើយនិយាយពីថានាងខ្ញុំឆ្កឹះឲ្យគាត់រួចរាល់ហើយគាត់ថាធូរជើងស្រួលហើយចាបាត់ឈឺតែម្ដងដូចគេបេះអញ្ចឹងចារឿងអីមិនបាត់ឈឺអូនអើយបើលេងអាកញ្ចក់នៅបន្តិចហ្នឹងជាអាវុធមុខពីរបងអូនទាំងអស់គ្នាវាចាក់ទៅលើចាក់ទៅក្រោមមកពេលអញ្ចឹងគឺឈឺគ្រប់កន្លែងតែម្ដងធ្វើឲ្យជើងយើងនឹងហើមអត់មានស្រកកើតទេចាហើយបងប្អូនទាំងអស់គ្នាចាមានបំណងចង់ជ្រើសទៅជាក្រាញ់អីបរនាងខ្ញុំបានលីនដាសាឡនទីតាំងនៅខាងលិចផ្សារកសោមអកស្រុកបន្ទាយមាសខេត្តកំពតចាហើយនាងខ្ញុំក៏មានទទួលបរិញ្ញាសិស្សផ្នែកសាឡនដូចគ្នាបងអូនទាំងអស់គ្នាហើយចាហើយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចឹងណាហើយនាងខ្ញុំនឹងខំធ្វើវីដេអូចែកពុកម៉ែបងប្អូនទាំងអស់គ្នាមើលទៀតចឹងណាចាហើយនេះបងអូនហើយបានពីដុំហើយនឹងឆ្កឹះបានមួយដុំនេះមកទៀតនិយាយពីថាឆ្កឹះហើយគាត់ធូរជើងគាត់ស្រាលជើងគាត់ស្លាស់ជើងស្រួលតែម្ដងចាហើយនាងខ្ញុំក៏អរគុណច្រើនបាយបាយ